លោកគឹមចុងអ៊ុនគឺជាមេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េខាងជើងដែលបានឡើងកាន់អំណាចបន្តពីឪពុករបស់លោកគឺលោកគឹមចុងអ៊ីលក្នុងឆ្នាំ2011ប្រវត្តិរូបសង្ខេបនិងការសិក្សាថ្ងៃខែឆ្នាំកំណើតគេជឿថាលោកកើតនៅថ្ងៃទី8ខែមករាឆ្នាំ1984ទោះបីជាមានការលាក់បាំងព័ត៌មានពិតប្រាកដខ្លះៗក៏ដោយគ្រួសារលោកគឺជាកូនទី3របស់លោកគឹមចុងអ៊ីលនិងលោកស្រីកូយ៉ុងហ៊ុយលោកគឺជាចៅប្រុសរបស់លោកគឹមអ៊ីលសុងដែលជាស្ថាបនិកប្រទេសកូរ៉េខាងជើងការសិក្សាលោកបានសិក្សានៅសាលាអន្តរជាតិមួយក្នុងប្រទេសស្វីសក្រោមឈ្មោះคล้ายៗដែលនៅទីនោះលោកបានរៀនភាសាអង់គ្លេសនិងអាល្លឺម៉ង់ក្រោយមកលោកបានត្រឡប់មកវិញហើយបន្តការសិក្សានៅសាកលវិទ្យាល័យយោធាគឹមអ៊ីលសុងក្នុងទីក្រុងព្យុងយ៉ាង 2. ការឡើងកាន់អំណាចបន្ទាប់ពីមរណភាពរបស់លោកគឹមចុងអ៊ីលក្នុងខែធ្នូឆ្នាំ2011លោកគឹមចុងអ៊ុនត្រូវបានប្រកាសថាជាអ្នកបន្តវេនដ៏អស្ចារ្យលោកបានឡើងកាន់តំណែងសំខាន់ៗជាបន្តបន្ទាប់រួមមានអគ្គលេខាធិការបកពលករកូរ៉េប្រធានគណៈកម្មាធិការកិច្ចការរដ្ឋមេបញ្ជាការកម្ពុជានៃកងទ័ពប្រជាជនកូរ៉េ 3. នយោបាយនិងការដឹកនាំរបស់លោកគឹមចុងអ៊ុនមានលក្ខណៈពិសេសមួយចំនួនដូចជាគោលនយោបាយភ្ជុងជីនជាគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចទន្ទឹមនឹងការអភិវឌ្ឍអាវុធនុយក្លេអ៊ែរផងដែរការបង្រួបបង្រួមអំណាចលោកបានពង្រឹងអំណាចយ៉ាងដាច់ខាតដោយបានដកតំណែងឬកម្ចាត់មន្ត្រីជាន់ខ្ពស់មួយចំនួនដែលលោកយល់ថាជាការគំរាមកំហែងរួមទាំងពូបង្កើតរបស់លោកគឺលោកចាងសុងថេកផងដែរទំនាក់ទំនងអន្តរជាតិលោកបានបង្កឲ្យមានការចាប់អារម្មណ៍ទូទាំងពិភពលោកតាមរយៈការជួបពិភាក្សាជាមួយអតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំនិងប្រធានាធិបតីកូរ៉េខាងត្បូងមូនជេអ៊ីនក្នុងឆ្នាំ2018និង19ទោះបីជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរមិនទាន់មានលទ្ធផលផ្លូវការក៏ដោយ 4. ជីវិតឯកជនលោកបានរៀបការជាមួយលោកស្រីរីសូជូក្នុងឆ្នាំ2012ថ្មីនេះលោកក៏បានបង្ហាញមុខកូនស្រីរបស់លោកគឺកញ្ញាគឹមជូអេជាសាធារណៈជាញឹកញាប់ដែលធ្វើឲ្យមានការសន្និដ្ឋានថានាងអាចជាអ្នកបន្តវេននាពេលអនាគតលោកគឹមចុងអ៊ុនត្រូវបានគេស្គាល់ថាជាមេដឹកនាំដែលចូលចិត្តកីឡាបាល់បោះនិងមានមិត្តភាពជិតស្និទ្ធជាមួយអតីតតារាបាល់បោះអិនបានិងលោក Dennis Rodman ផងដែរ